តែវាមុនគេថាខេត្តព្រៃវែងលំបាកក្នុងការរស់នៅការហូបចុកផងហើយជាខេត្តមួយប្រកសតផងជំរាបសួរពុកម៉ែបងប្អូនដែលធ្លាប់តាមដាន YouTube របស់ខ្ញុំថ្ងៃនេះខ្ញុំនាំបងប្អូនមកមើលខេត្តព្រៃវែងដែលជាកម្មវិធីបុណ្យចូលឆ្នាំចូលអីចឹងណាហើយអញ្ចឹងខ្ញុំបានមកចូលរួមកម្មវិធីបុណ្យចូលឆ្នាំចូលអីនៅខេត្តព្រៃវែងអញ្ចឹងតាមរយៈវីដេអូនេះខ្ញុំសូមបងប្អូនជួយ Subscribe YouTube ខ្ញុំម្នាក់មួយផងឬក៏អាច follow page របស់ខ្ញុំក៏ជួយ follow page របស់ខ្ញុំផងដែរហើយកាប់ទៅនៅខេត្តព្រៃវែងដែលខ្ញុំមកឃើញដល់ជាក់ស្ដែងគឺជាស្រុកមួយដែលសម្បូរសប្បាយណាបងប្អូនការរស់នៅនិងជីវភាពរបស់បងប្អូនដូចជាអ្នកក្រុងភ្នំពេញយើងឬក៏បណ្ដាខេត្តផ្សេងដូចជាបណ្ដាខេត្តផ្សេងអីផងដែរប្រពៃណីការគ្រប់ប្រពៃណីខេត្តបុណ្យខេត្តទៀនអីហ្នឹងគឺរាក់ទាក់មានភាពស្និទ្ធស្នាលគួរមិត្តភ័ក្តិបងប្អូនឬក៏អ្នកស្រុកភូមិអីមួយគ្នាអញ្ចឹងបងប្អូនតាមមើលទៅគឺខេត្តព្រៃវែងវាផ្ទុយស្រឡះនៅអ្វីដែលគេនិយាយមុនមកថាគឺជាខេត្តដែលមិនស្បូរសប្បាយទេហើយនឹងជាខេត្តមួយដែលលក្ខណៈហៅថានៅជាទុនខ្សោយអញ្ចឹងណាក៏ប៉ុន្តែខុសប្លែកពីអ្វីដែលគេនិយាយហ្នឹងទេការដឹកនាំរបស់រដ្ឋាភិបាលឬក៏អាជ្ញាធរនៅខេត្តនេះក៏បានរៀបចំមើលទៅមានសណ្ដាប់ធ្នាប់ល្អផងដែរហើយការគោរពប្រពៃណីបុណ្យដូចជាបុណ្យចូលឆ្នាំបុណ្យអីហ្នឹងគឺមានលក្ខណៈធម្មតាដូចបណ្ដាខេត្តផ្សេងទៀតដែរប៉ុន្តែអ្វីដែលនេះនោះគឺខ្ញុំឃើញចម្លែកនោះគឺដូចថាបុណ្យទានអីនៅតាមវត្តតាមអីរៀងអត់សូវមានមនុស្សគ្នាដូចទៅបណ្ដាខេត្តផ្សេងដល់ខេត្តផ្សេងថ្ងៃបុណ្យទានអីគឺគេមករៀបចំកម្មវិធីសប្បាយរួមរែកអីនៅតាមវត្តអារាមអីចឹងទៅក៏ប៉ុន្តែខេត្តព្រៃវែងអត់សូវទេប៉ុន្តែតាមផ្ទះនីមួយបងប្អូនឃើញquaវីដេអូហើយគឺមានការជួបជុំគ្នាបងប្អូនហើយនឹងមិត្តភ័ក្តិអីនៅតាមផ្ទះអីចឹងណាធ្វើម្ហូបរៀងខ្លួនចឹងទៅក៏ប៉ុន្តែនៅតាមវត្តវិញគេមានដាក់អបដងអីសម្រាប់ទទួលភ្ញៀវដើម្បីមកសប្បាយនៅតាមវត្តអារាមហើយក្នុងវីដេអូនេះខ្ញុំមកពីវត្តហ្នឹងដើម្បីនេះថតសកម្មភាពរបស់គាត់ដែលចូលរួមកម្មវិធីអបអរសាទរឆ្នាំថ្មីអីចឹងទៅតែឃើញព្រឹត្តិការណ៍គឺសប្បាយមែនបងប្អូនគឺថាមានការរៀបចំតាមបែបប្រពៃណីចឹងណានៅតាមខេត្តមួយក៏គាត់ធ្វើចឹងដែរតាមគោរពសាសនាប្រពៃណីចឹងទៅហើយនៅតាមផ្លូវវិញមានការជួបជុំគ្នាមិត្តភ័ក្តិនៅតាមផ្ទះមកអីចឹងទៅស្បូរសប្បាយឲ្យវាអត់ដូចនៅក្រុងភ្នំពេញឬក៏កន្លែងខេត្តផ្សេងអីចឹងដោយថាមានការលេងជះទឹកឬក៏ប៉ាត់ម្សៅប៉ាត់អីទេប៉ុន្តែនេះគេលេងលក្ខណៈដូចជាបងប្អូនសាច់ញាតិនៅស្រុកក្នុងភូមិអីចឹងទៅតាមរយៈវីដេអូនេះបងប្អូនអាចសាកមកលេងខេត្តព្រៃវែងម្ដងមើលតើខេត្តព្រៃវែងដូចពាក្យថានេះពិបាកក្នុងការរស់នៅឬក៏ការហូបចុកឬក៏ផ្សារអត់សូវមានអីប៉ុន្តែបងប្អូនអាចសាកមកបានណាសាកនៅខេត្តព្រៃវែងតែឥឡូវនេះគឺខេត្តព្រៃវែងទីរួមខេត្តទីអីគឺស្បូរសប្បាយខ្លាំងដូចថាអាជ្ញាធរដែនដីថ្នាក់ដឹកនាំខេត្តហ្នឹងគាត់បានរៀបចំស្អាតផងដែរដើម្បីដល់សុវត្ថិភាពនិងការលេងសប្បាយឬអីហ្នឹងគឺមានសុវត្ថិភាពល្អមានអាជ្ញាធរចូលរួមអញ្ចឹងណាបងប្អូនអាចសាកមកបានខេត្តព្រៃវែងបើបងប្អូនមិនបានស្គាល់ខេត្តព្រៃវែងច្បាស់ទេបងប្អូនអាចមកលេងបានមកតាមរយៈមិត្តភ័ក្តិឬក៏បងប្អូនអីចឹងទៅហើយមានបណ្ដាស្រុកច្រើនទៀតដែលខ្ញុំត្រូវថតយកមកវត្តបង្ហាញបងប្អូនក៏ប៉ុន្តែនេះខ្ញុំមកស្រុកព្រះស្ដេចទេហើយក្នុងវីដេអូនេះគឺជាពលរដ្ឋនៅក្នុងខេត្តព្រះស្ដេចចឹងបងប្អូន
ស្គាល់ខេត្តព្រះស្ដេចគឺនិយាយទៅការរស់នៅរបស់គាត់អីគឺល្អតែម្ដងដើម្បីដីធ្លីដីអីគឺគាត់ព្រៀបចំបានស្អាតអាស្រ័យកាយហើយកុំភ្លេចជួយ Subscribe YouTube ខ្ញុំម្នាក់មួយផងហើយដើម្បីខ្ញុំមានវីដេអូថ្មីចែកបងប្អូនមើលនៅតាមដូចជាបងប្អូនរស់នៅតាមខេត្តតាមអីចឹងដែរខ្ញុំនឹងធ្វើវីដេអូលើកក្រោយទៀតនៅស្រុកនៅខេត្តព្រៃវែងនឹងដែរប៉ុន្តែខេត្តស្រុកផ្សេងចឹងទៅហើយតាមរយៈវីដេអូនេះគឺខ្ញុំបានទៅជួបផ្ទាល់គឺសប្បាយណាស់ខេត្តព្រៃវែងការរស់នៅរបស់គាត់រាក់ទាហើយនឹងមានជាប្រៃភាពហើយមានកន្លែងកំសាន្តច្រើនទៀតដែរជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងបង្ហាញកន្លែងកំសាន្តកន្លែងអីទៀតក៏ប៉ុន្តែតាមរយៈវីដេអូនេះគាត់តែខ្ញុំថតជាសកម្មភាពដែលពួកគាត់កំពុងតែរៀបចំកម្មវិធីអបអរសាទរឆ្នាំថ្មីយើងមានបាយខំបាយអីចឹងទៅបងប្អូនហើយនិយាយទៅសប្បាយអាញាធើនៅនេះជួយឧបត្ថម្ភជួយអីចឹងទៅដើម្បីញ៉ាំកម្មវិធីហ្នឹងឲ្យបានល្អចឹងណាបងប្អូនហើយតាមរយៈវីដេអូនេះសូមជូនពរដល់ពុកម៉ែបងប្អូនទូទាំងប្រទេសកម្ពុជាយើងឲ្យមានសេចក្តីសុខរកស៊ីមានបានផងដែរហើយកុំភ្លេចជួយ Subscribe YouTube ខ្ញុំម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងបង្ហាញអំពីស្រុកផ្សេងទៀតនៅខេត្តព្រៃវែងជាបន្តហើយតាមរយៈវីដេអូនេះផងដែរសូមថ្លែងអំណរគុណដល់អាជ្ញាធរដែនដីដែលបាននាំមកនៅភាពរីករាយក្នុងកម្មវិធីរីករាយចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងផងដែរហើយកុំភ្លេចជួយអភិរក្សវប្បធម៌និងប្រពៃណីខ្មែររបស់យើងសូមអរគុណ